លោកយាយរឿងនេះដូចជាផ្ទាល់ខ្លួនខ្លាំងណាស់កុំយល់ច្រឡំអ្នកទាំងពីរឡើងទៅគេងទៅលោកយាយទុកចិត្តបានហើយឆាប់ឡើងលើគ្រែគេងទៅតុងហាន់ស៊ូបងគេងមិនលក់ត្រូវទេស៊ុបអំបាញ់មិញនេះផឹកទឹកក្តៅខ្លួនតែម្ដងបែបនេះបងចង់អីទេអីអ្វីទៅអីយ៉ាគឺធ្វើបន្តិចឲ្យមានចលនាស្រួលដល់សុខភាពប្អូនស្រីម្នាក់នេះអញ្ជើញយើងភ្លាមមែនទេបើកភ្លើងធ្វើមែនទេច្បាស់ជាបើកភ្លើងហើយបើមិនបើកទេហេតុអ្វីនឹងអាចឃើញបានទៅនៅចង់ឃើញគ្នាទៀតមែនទេចង់ឲ្យខ្ញុំធ្វើខុសគោលការណ៍របស់ខ្លួនមែនទេមិនអាចទ្រាំបានទេរឿងនេះហេតុអ្វីនឹងឲ្យមនុស្សស្រីធ្វើមុនទៅបងស្រាប់ខោធ្វើអ្វីទៅខ្ញុំឃើញថាខ្សែដូចជារឹតតឹងពេកយើងនាំគ្នាកម្ដៅសាច់ដុំតាមពិតគឺធ្វើចលនាបែបនេះមិនស្រួលទេអូនអស់កម្លាំងហើយនេះព្រោះតែអូនចង់ធ្វើខ្លួនឯងទេអូនខំប្រឹងបន្តិចទៀតទៅមិនខុសទេដែលយុវវ័យបែរជាប្រើកម្លាំងខ្លាំងបែបនេះច្បាស់ជាឆ្នាំនេះយើងអាចបែងចែកដែលធាត់ស្អាតហើយលោកយាយមិននៅពី3ថ្ងៃទៀតទេមែនទេណាស់ហើយចុះលោកបងលីអរគុណណាស់ដែលលោកបានបើកឡានជូនលោកយាយលោកតុងទំនាក់ទំនងរបស់យើងបែបនេះលោកយាយរបស់លោកគឺជាលោកយាយរបស់ខ្ញុំកុំក្រែងចិត្តជាមួយខ្ញុំធ្វើអ្វីឲ្យតែពួកចៅរស់នៅមានក្តីសុខលោកយាយទុកចិត្តបានហើយរឿងយកមិញត្រូវខំប្រឹងបន្ថែមទៀតណាចៅស្រីរបស់នេះគឺលោកយាយជូនចៅលោកយាយនេះគឺជាកងដៃប្រចាំត្រកូលរបស់គ្រួសារតុងគឺជាលោកយាយរបស់លោកយាយបន្សល់ទុកមកលោកយាយរបស់នេះគឺវាមានតម្លៃខ្លាំងណាស់ចៅមិនអាចទទួលបានទេហើយនឹងហាងស៊ឺបានរៀបការរួចរាល់ហើយចៅគឺជាម្ចាស់ផ្ទះរបស់គ្រួសារតុងត្រូវតែឲ្យចៅមើលថារបស់នេះហើយចៅដឹងពីទឹកចិត្តរបស់លោកយាយហើយប៉ុន្តែរបស់មួយនេះវាមានតម្លៃខ្លាំងណាស់ចៅមិនអាចទទួលបានទេចៅស្រីថ្ងៃក្រោយចៅត្រូវឲ្យរបស់នេះទៅកូនរបស់ចៅទៀតចាត់ទុកថាថែរក្សាឲ្យកូនរបស់ចៅទៅបានហើយលោកយាយឲ្យអូនទទួលអូនក៏ទទួលទៅហានស៊ឺបាននិយាយហើយលោកយាយធ្វើដាក់ខ្ញុំល្អខ្លាំងណាស់ប៉ុន្តែខ្ញុំបែរជាបោកប្រាស់គាត់បែបនេះយើងទទួលយកសិនថ្ងៃក្រោយនឹងប្រគល់ឲ្យតុងហានស៊ូវិញលោកយាយទៅហើយលោកយាយចាំចៅបើកទ្វារជូនលោកប្រធានលោកមិនទារងលោកយាយមិនឲ្យជូនកងដៃប្រចាំត្រកូលទេមែនទេតើលោកមានចិត្តជាមួយនឹងអ្នកនាងថឹមហើយមែនទេអ្នកទាំងអស់គ្នាឆាប់មកទីនេះពួកយើងប្រជុំបន្តិចឲ្យលឿនទៅថ្ងៃនេះយើងពិភាក្សាគ្នាធ្វើយ៉ាងណាដើម្បីរកចំណូលឲ្យបន្ទប់ហាត់ប្រាណនេះទី1យើងត្រូវតែជ្រើសរើសមនុស្សម្នាក់ថឹមទិញញើកនាងនៅចាំទេអតិថិជនលើកមុនរបស់នាងមុខយ៉ាងម៉េចមានឈ្មោះថាអ្វីទេខ្ញុំមិនចាំទេច្បាស់ជានាងមិនចាំបានទេព្រោះ5ខែមកហើយដែលគ្មានអ្នកណារកនាងធ្វើជាអ្នកគ្រូទេនៅបន្ទប់នេះមានតែនាងទេដែលមានភាពទាបជាងគេនាងមើលទៅសាសាម្នាក់នេះទៅត្រឹមតែមួយអាទិត្យទេនាងទទួលបានកូនសិស្សវឹកហាត់រហូតទៅដល់10នាក់ទៅហើយភ្ញៀវគេសុទ្ធតែភ្ញៀវ VIP តើអ្នកណាដឹងថានាងលក់កាតនេះបានព្រោះតែប្រើប្រាស់អាជីពជាអ្នកប្រដាល់ឬមួយក៏លក់អ្វីផ្សេងនោះអីយ៉ានាងនិយាយអ្វីហ្នឹងនាងចំណែនជាមួយនឹងមិត្តរួមការងារបែបនេះគឺមិនល្អទេសាសាថ្ងៃណាក៏នាងធ្វើឲ្យមានភាពរីករាយព្រោះតែមើលថែភ្ញៀវតើពួកនាងមានសមត្ថភាពបែបមនុស្សទេទិញញឹកខ្ញុំកំពុងតែនិយាយអំពីនាងជារៀងរាល់ថ្ងៃចេះតែវាយគ្នានាងមិនកែប្រែរូបរាងរបស់ខ្លួនទេមែនទេលក់ឲ្យបានកាតមួយឲ្យខ្ញុំមកសូមរាយការណ៍លោកប្រធាន
រឿងតែងខ្លួនហើយនឹងលក់កាតទៅមានអ្វីពាក់ព័ន្ធនឹងគ្នាទៅអីយ៉ានាងធ្វើខ្លួនឲ្យស្អាតបន្តិចនិយាយឲ្យគួរឲ្យស្រឡាញ់ប្រហែលជាភ្ញៀវស្ដាប់ទៅនឹងងាយស្រួលយល់មើលទៅក៏គួរឲ្យចាប់អារម្មណ៍ខ្លះច្បាស់ជាគេរកនាងដើម្បីធ្វើជាគ្រូវឹកហាត់ហើយប៉ុន្តែខ្ញុំមិនអាចទទួលយកបានទេនៅទំនាក់ទំនងមិនត្រឹមត្រូវខ្ញុំមិនខ្វល់ថាមានទំនាក់ទំនងអ្វីទេលក់បានកាតថ្មីគឺជាសមត្ថភាពនាងមិនអាចធ្វើគ្រប់ KPI ចាំដល់ថ្ងៃដែលចេញទៅចង់ឲ្យអ្នកអតីតទិញកាតក៏ដូចជាវាយគ្នាអញ្ចឹងដែរត្រូវតែទទួលកណ្ដាប់ដៃពីគូស្រូវត្រូវប្រុងប្រយ័ត្នហៅថាអូប៉ាយូរណាស់ហើយពួកយើងមិនដែលជួបបងចង់មករកខ្ញុំទេហើយរួចទៅដល់លេងនៅសួនច្បារញ៉ាំអាហារបន្តិចទៅបន្ទាប់មកបោកគេឲ្យចុះឈ្មោះបានអប់អូប៉ាអូប៉ាអូប៉ាឧបាខ្ញុំគឺទាវធំរបស់ក្លឹបហាត់ប្រាណថ្មីនេះតើលោកចង់ហាត់ប្រដៅទេខ្ញុំគិតបន្តិចយូរណាស់មកហើយពួកយើងមិនដែលជួបគ្នាទេតើបងចង់មករកខ្ញុំទេពួកយើងជួបគ្នានិយាយគ្នាទៅអ្នកគ្រូធំតាជាអ្នកគ្រូមែនទេគឺខ្ញុំបានបែបនេះពួកយើងជួបគ្នានៅសួនច្បារចិត្តនោះណាងាយស្រួលបែបនេះមែនទេណាស់ហើយកុំខ្វល់អីលក់បានកាត់គឺសំខាន់ជាងនិយាយជាមួយអ្នកណាហេតុអ្វីបានសើចក្អាកក្អាយបែបនេះបើកមើលទៅអាចនឹងខូចកេរ្តិ៍ឈ្មោះរបស់អត្តសញ្ញាណប្រធានរបស់ខ្ញុំទេមិនបាច់ខ្វល់ទេយើងគឺជាប្តីរបស់នាងយើងមានសិទ្ធិយូរណាស់មកហើយពួកយើងមិនដែលជួបគ្នាទេបងចង់មករកខ្ញុំទេល្អខ្លាំងណាស់មិនទាន់ដឹងស្ខ្មៅផងនាងបែរជារកប្រុសផ្សេងទៅហើយត្រឹមតែងើបនាងជ្រុលហួសហេតុពេកហើយអាឡូអ្នកគ្រប់គ្រងលីថ្ងៃស្អែកត្រូវតែទៅចាប់កំហុសជាមួយខ្ញុំលោកប្រធានតើមានការយល់ច្រឡំអ្វីមែនទេមើលទៅអ្នកស្រីដូចជាមិនមែនជាមនុស្សក្បត់ទេឯងយល់អ្វីទៅមនុស្សរឹតតែមិនដូចរឹតតែពូកែជាអ្នកស្រីគ្រាន់តែនិយាយជាមួយនឹងអតិថិជនទេខ្ញុំបានមើលការនិយាយគ្នារបស់នាងហើយតើឯងកំពុងតែមិនជឿខ្ញុំមែនទេវានឹងហើយអីយ៉ាគេនឹងហើយថ្ងៃនេះនាងស្លៀកពាក់ស្អាតខ្លាំងណាស់លោកប្រធានអំបញ្ញមិញនេះលោកប្រធានកំពុងតែសរសើរអ្នកស្រីមែនទេផ្នែកឯងមួយណាដែលឃើញខ្ញុំសរសើរនាងទៅអ្នកនាងធំសួស្ដីអ្នកនាងតាមពិតជារៀងរាល់ថ្ងៃខ្ញុំតែងតែហ្វឹកហាត់នៅផ្ទះអ្នកនាងមិនជឿអាចស្ទាបមើលទៅយ៉ាងម៉េចដែរអ្នកនាងមានមើលពូដែលសង្ហារបស់ខ្ញុំនៅខ្ញុំមាន6កង់ណាយ៉ាងម៉េចដែរក៏ស្អាតដែរលោកមានរាងកាយមាំមួនហើយគ្រាន់តែហ្វឹកហាត់បន្តិចបានហើយអ្នកនាងមើលសាច់ដុំដៃរបស់ខ្ញុំទៅអ្នកនាងសាកទៅមើលស្ទាបហើយឲ្យយកបល់ផងមើលទៅថ្ងៃនេះពួកគេនឹងទៅចូលបន្ទប់លឿនទេទៅគ្រាន់តែ6ផែកទេអ្នកណាក៏មានដែរក្នុងប្រទានសាច់ដុំពោះរបស់លោកគឺល្អបំផុតនេះលេខខាលីឆាប់ស្ទាបសាច់ដុំដៃរបស់ខ្ញុំមើលទៅថាខ្ញុំហើយនឹងអាម្នាក់នោះអ្នកណាខ្លាំងជាងក្មេងប្រុសទាំងពីរនៅកណ្ដាលថ្ងៃចាស់មិនចេះខ្មាស់គេទេមែនទេលោកខ្លាំងរបស់លោកគឺខ្លាំងជាងគេអ្នកស្រីគ្រាន់តែត្រូវរូបរាងអាម្នាក់នោះគេធ្វើឲ្យឆ្លុះវង្វេងនោះទេ